មេយើងមុននឹងធ្វើស្អីគាត់ចេះគិតគូរខ្លាំងណាស់ខ្ញុំជឿជាក់លើមេហើយបើបានមេធ្វើជាប្តីណាខ្ញុំទៅធ្វើបន់ឲ្យបាន100វ៉ាត់ក្នុងមួយថ្ងៃ បើអត់គាត់ធ្វើប្តីធ្វើបុណ្យមិនបានមែនចាំបាច់អីតើតើបានគាត់មកធ្វើជាប្តីចេះធ្វើបុណ្យទានតើតើនឹកឃើញប្រឹងណែនាងកុំមកឌៀមដាមឲ្យយើងណានាងប្រកែណាស់អារឿងថាឲ្យយើងមេអត់នៅផងតិចថាយើងទ្រាំបានឥឡូវហើយ សូមជូនរឿងមានអារម្មណ៍ថាខុសឆ្គងនារីម្នាក់បានកាន់ឯកសារចូលទៅក្នុងបន្ទប់ធ្វើការរបស់ថ្នាក់លើនាងដោយលោកប្រធាននេះជាឯកសារចាស់សូមលោកប្រធានជួយសញ្ញេឲ្យផ្ដល់ការអនុញ្ញាតឲ្យនាងខ្ញុំផងអូទៅតែនឹកឃើញយកមកឲ្យខ្ញុំពិនិត្យនៅក្នុងថ្ងៃនេះទេក្រុមផ្សេងគេធ្វើរួចតាំងពីអាទិត្យមុនតែក្រុមនាងទៅតែធ្វើរួចនៅក្នុងថ្ងៃនេះតើខ្ញុំគួរតែអនុម័តឲ្យដែរទេហេតុអីមិនអាចលោកប្រធានត្រង់លោកប្រធានឲ្យខ្ញុំរងចាំរាប់ម៉ោងសន្យាថាម៉ោង2រសៀលមានប្រជុំតែបែរជាលើកទៅម៉ោង6ល្ងាចហើយតម្រាំតែចាប់ម៉ោង8យប់តម្រាំតែបានចេញទៅផ្ទះខ្ញុំត្រូវខូចម៉ូតូមេឃភ្លៀងលិចផ្លូវបេះតែត្រូវគេធ្វើបាបត្រូវកើតផ្ដាសាយធំព្រោះទៅលោកប្រធានទីនខ្ញុំមិនចង់រៀបរាប់ឲ្យវែងឆ្ងាយទេតែរៀបរាប់ទៅលោកប្រធានក៏ជាមនុស្សមិនគោរពពាក្យសម្ដីរបស់លោកប្រធានដូចគ្នាខ្ញុំក៏អត់ចូលចិត្តឌៀមដាមថាឲ្យលោកប្រធានគ្មានចិត្តមេត្តាដូចគ្នាខ្ញុំគ្រាន់តែនិយាយចេញពីចិនអស់ហើយនៅសុំទោសចា៎ខ្ញុំមកថ្ងៃខែចេញទៅវិញទៅហើយរៀបចំរបស់របរមិនបាច់បន្តធ្វើការទៀតទេខ្ញុំដេញចេញហើយចាប់ពីថ្ងៃនេះតទៅមិនបាច់ឃើញមុខគ្នាតទៅទៀតទេលោកប្រធានពិតជាដាច់ចិត្តដេញខ្ញុំចោលពិតមែនទេហេតុអីលោកប្រធានខ្ញុំធ្វើអីខុសលោកប្រធានងាយឯណារកមនុស្សដែលស្មោះត្រង់ដូចខ្ញុំមកធ្វើការជាមួយអ្នកផ្សេងអាចនឹងអែបអបលោកប្រធានដើម្បីទទួលបានតំណែងឡើងប្រាក់ខែតែខ្ញុំនិយាយអ្វីដែលជាការពិតតែប៉ុណ្ណឹងការពិតឬការនិយាយមិនចេះកិនបែងចែកឲ្យដាច់ស្រឡះពីគ្នាខ្ញុំជាថ្នាក់លើរបស់នាងខ្ញុំមានសិទ្ធិនឹងដកបុគ្គលិកចេញចូលតាមអ្វីដែលខ្ញុំត្រូវការតែមុននឹងដកចោលខ្ញុំមើលពីលក្ខណៈបុគ្គលនោះដូចគ្នាដែរគួរឲ្យនៅបន្តឬក៏ទាត់ចេញខ្ញុំសុំទោសលោកប្រធានគ្រួសារខ្ញុំពិតជាត្រូវការប្រាក់ណាស់ជាពិសេសគឺខ្ញុំចាប់ពីថ្ងៃនេះតទៅខ្ញុំសន្យាថាខ្ញុំមិននិយាយអ្វីដែលជាធាតុពិតរបស់លោកប្រធានទៀតទេខ្ញុំនឹងធ្វើមិនដឹងមិនលឺគ្រប់រឿងតែម្ដងចេញទៅសិនទៅតុកធ្វើការរបស់នាងដដែលហើយកុំនិយាយបែបនឹងទៀតខ្ញុំឈឺខួរព្រោះតែតាមចាប់កំហុសបុគ្គលិកពេកចេញទៅឲ្យលឿនចាថាហើយនាងក៏ប្រញាប់ចាក់ចេញផ្លែតតែម្ដងបុគ្គលិកមួយនេះទាល់តែយកឲ្យទៅធ្វើការនៅតំបន់ដាច់ស្រយាលដោយឡែកពីគេហើយទើបដឹងខ្លួនខ្លះចេញពីក្នុងបន្ទប់ថ្នាក់លើភ្លាមនាងបានមកដល់តុធ្វើការរបស់នាងដោយស៊ីត្រាវមេភ្លាមមេរបស់ខ្ញុំកាន់តែកាចទៅហើយនិយាយការពិតមិនដែលបានតែងតែគំរាមថាដកចេញពិតជាគួរឲ្យខឹងណែខ្ញុំប្រាប់រឿងមួយមុននេះណាមេស្ដីឲ្យខ្ញុំមេស្ដីឲ្យអីខ្លះបានជាឯងបបួលខ្ញុំស៊ីត្រាវមេទៀតហើយមេបន្ទោសខ្ញុំចង់ដេញខ្ញុំចេញព្រោះខ្ញុំបានឌៀមដាមគាត់ខ្ញុំជ្រុលមាត់ខ្ញុំក៏មិនចង់ធ្វើដូច្នេះដែរតែបាត់ទោសវាដូចជាទៅក្នុងបំពង់កដូចជាស្លាក់ឆ្អឹងត្រីមេយើងមិនមែនជាមនុស្សដែលយើងត្រូវនិយាយឌៀមដាមទេគាត់ជាអ្នកដែលផ្ដល់ប្រាក់ខែឲ្យយើងបើគាត់ដកយើងចេញវាមិនមែនជាកំហុសរបស់គាត់ទេព្រោះយើងជាអ្នកខុសមានរឿងក៏អត់ធ្មត់ទៅដើម្បីការងារដើម្បីប្រាក់ខែរាល់ខែចិញ្ចឹមក្រពះផ្ញើលុយទៅឪពុកម្ដាយនៅឯស្រុកកុំខ្វល់ពីរឿងទាំងឡាយដែលវាបានកើតឡើងត្រូវចងចាំថាមេក៏មានគុណស្រ័យមកលើយើងដូចគ្នាយើងធ្វើការហើយកុំបបួលស៊ីត្រាវមេយើងជាបុគ្គលិកល្អវាសោះជាអ្នកបបួលខ្ញុំនិយាយដើមមេបន្ទាប់ពីជជែកគ្នាចាំអ្នកទាំងពីរបានបន្តធ្វើការញាប់ដៃស្អេងនាម៉ោង6ល្ងាចដល់ម៉ោងដែលត្រូវចេញទៅផ្ទះមិត្តភ័ក្តិរួមក្រុមបានបណ្ដើរម៉ូតូចេញពីកន្លែងផ្ញើហើយស្រែកសួរទៅកាន់ដាលីងទៅផ្ទះឬក៏ទៅកន្លែងណាផ្សេងប្រាប់ខ្ញុំផងខ្ញុំចង់ទៅជាមួយដែរខ្ញុំទៅផ្ទះមេមិនតាន់បើកប្រាក់ខែឲ្យខ្ញុំផងចង់ឲ្យខ្ញុំទៅណាហួសផ្ទះមិនបានទេមេតែងតែបើកប្រាក់ខែឲ្យខ្ញុំក្រោយគេគ្រប់គ្នាចិត្តក្តៅចង់ឆេះព្រោះតែមេឯងជួយតាបើបើកដំណើរគេអាចនឹងអស់មុនគេហើយព្រោះតែអញ្ចឹងហើយបានជាគាត់ទុកបើកឲ្យក្រោយគេជួយមុំណាស់
មិនដឹងសោះថាខ្ញុំខ្សត់លុយចាយទុកឲ្យខ្ញុំខ្ចីអ្នកផ្សេងចាយដដែល ទៅហូបបុកល្ហុងអត់ខ្ញុំជាអ្នកចាញ់លុយ អត់បានទៅទេខ្ញុំប្រញាប់ទៅផ្ទះតែមុនហើយថាចាប់ហើយដាលីងជិះយ៉ាងលឿនចេញពីកន្លែងធ្វើការ ជិះលឿនជាងឯងជាមនុស្សប្រុសទៀតវ៉ៃ ដាលីងចូលក្នុងផ្ទះនាងក៏បានបន្លឺឡើងជីវិតគ្មានពាក្យថាស្រួលឡើយហើយក៏មិនលំបាកពេកដល់ថ្នាក់ដកដង្ហើមមិនចេញដែរបើយើងនៅមានជីវិតមានសុខភាពល្អដូចនេះនុសិនចាក់ចេញពីកន្លែងធ្វើការមកដល់ផ្ទះបងថ្លៃស្រីដែលចេញពីក្នុងបន្ទប់មកឃើញគេក៏បានបន្លឺឡើងប្អូនថ្លៃថ្ងៃនេះចូលផ្ទះវិញលឿននៅកន្លែងធ្វើការមិនសូវមានការងារធ្វើទេហ៎ បានមិនសូវជាមានការងារប្រមាណទេបានជាខ្ញុំមកផ្ទះវិញលឿនបងថ្លៃនិងបងប្រុសហូបបាយហើយនៅ ខ្ញុំនឹងបងឯងពួកយើងបាយរួចហើយចុះប្អូនថ្លៃបើមិនយល់តោះទេខ្ញុំអាចរៀបចំជូនបាន អូបានអត់អីទេខ្ញុំអាចរៀបចំហូបដោយខ្លួនឯងបានតាបងថ្លៃចូលទៅសម្រាកចុះ ចាខ្ញុំចូលបន្ទប់វិញហើយអ្នកជីបងថ្លៃចូលទៅក្នុងបន្ទប់វិញភ្លាម បងថ្លៃខ្ញុំចិត្តល្អណាស់តែដូចជាមិនសូវប្រើទង្វើនេះចំពោះប្តីរបស់គាត់សោះ នាពេលយប់យន្តកាន់តែជ្រៅទៅនុសិនបាននឹកឃើញរឿងមួយ ត្រូវតែធ្វើបាបនាងឲ្យរៀងចាលម្ដងនិងមិនបានមកតមាត់ជាមួយខ្ញុំទៀតបុគ្គលិកឆ្នាំឆ្នះដូចជានាងត្រូវតែទទួលរ៉ាប់រង នាថ្ងៃបន្ទាប់នៅក្នុងបន្ទប់ប្រជុំមានមនុស្សប្រមាណជា5នាក់ខណៈដែលនុសិនបានបន្លឺឡើង ខ្ញុំមានគម្រោងពួកយើងត្រូវធ្វើការបោះតង់នៅក្នុងភូមិមួយដែលពោរពេញទៅដោយទេសភាពស្អាតការងាររបស់ពួកយើងនឹងបានរលូនទៅតាមនោះដូចគ្នាដែរហើយអាចដើរលេងបានទៀតផងពួកយើងនឹងត្រៀមក្នុងការចេញដំណើរនៅក្នុងថ្ងៃស្អែកនេះយើងទៅមួយសប្តាហ៍រៀបចំអីវ៉ាន់ណាដែលចាំបាច់ទៅបានហើយលោកប្រធានបាទដូច្នេះយើងប្រៀបបីដូចជាទៅទស្សនកិច្ចហើយមែនទេអាចនិយាយអញ្ចឹងក៏ថាបានតែយើងក៏មានការងារដែលត្រូវយកទៅធ្វើនៅទីនោះផងដែរពួកយើងនឹងប្រមូលព័ត៌មាននៅតំបន់នោះបាទលោកប្រធានបើអញ្ចឹងខ្ញុំនឹងយកការងារទៅធ្វើផងដែរ លោកប្រធានហើយចុះខ្ញុំអាចយកសង្សារទៅជាមួយបានទេមានសង្សារទៀតឯងមានសង្សារតាំងពីពេលណាខ្ញុំដឹងទេក៏ហាក់ទៀមទាចំណាប់អារម្មណ៍មែនទេយើងមានតែយើងមិនប្រាប់ឯងព្រោះឯងតែងតែនន្ទាសង្សារយើងគ្រប់គ្នាអត់ទេខ្ញុំគ្រាន់តែផ្ដល់យោបល់ដល់ឯងប្រាប់ឯងឲ្យប្រុងប្រយ័ត្នព្រោះយើងមិនអាចចូលដល់ក្នុងចិត្តគេហើយចិត្តគេមើលឡើងថាគេជាមនុស្សបែបណាយើងអានចិត្តគេអត់បានទេ ពីរអ្នកឯងកុំប្រកែកគ្នានៅចំពោះមុខមេអីគាត់អាចនឹងដកពីរអ្នកឯងមិនឲ្យនៅជាមួយគ្នាទេ សុំទោសចា៎ មិនអីទេខ្ញុំដឹងតែក្នុងក្រុមនេះអ្នកណាខ្លះមាត់ដាច់ដូច្នេះខ្ញុំមិនប្រកាន់ទេ អាយ៉យមេថាឲ្យខ្ញុំបែបនេះខ្ញុំអន់ចិត្តឥឡូវហើយ ខ្ញុំនិយាយតាមអ្វីដែលមើលឃើញហើយនឹងស្ដាប់ឮ ចាអញ្ចឹងចុះមេនិយាយអីនិយាយតែព្រោះពេលបានដេកលក់ខ្ញុំតែងតែភ្លេចមិនអាចចង់ចាំបានយូរផង ពួកយើងអាចត្រឡប់ទៅធ្វើការវិញបានហើយកុំភ្លេចរៀបចំអីវ៉ាន់សម្រាប់ថ្ងៃស្អែកផងណា គ្រប់គ្នាបានចាក់ចេញពីបន្ទប់ប្រជុំទៅកន្លែងធ្វើការរៀងខ្លួនលុះថ្ងៃស្អែកបានឈានចូលមកដល់អ្នកគ្រប់គ្នាបានទៅកាន់តំបន់ដែលដាច់ស្រយាលមិនសូវជាមានមនុស្សច្រើនដែលនុសិនបានកុហកថាមកកន្លែងដែលមានទេសភាពស្អាតពេលមកដល់មានអ្នកមកទទួលរាក់ទាក់ពួកគេ ក្មួយមកដល់ហើយអីពួកយើងរងចាំក្មួយយូរហើយបាយទឹកក៏បានរៀបចំទុកសម្រាប់ក្មួយដែរព្រោះដឹងតែក្មួយនឹងឃ្លានមកតាមពូមកក្មួយ លោកពូដែលជាអ្នកមើលខុសត្រូវក្នុងភូមិបាននាំពួកគេទៅកន្លែងបាយតឹង មកដល់ហើយក្មួយហូបបាយសិនទៅកុំឲ្យឃ្លានបានអរគុណហើយលោកពូអ្នករាល់គ្នាហូបបាយសិនទៅពេលឆ្អែតចាំយើងចាប់ផ្ដើមធ្វើការពូខ្ញុំចង់ដើរមើលតំបន់នេះពូអាចនាំខ្ញុំដើរមើលបន្តិចផងបានទេបាទមានអីប្រកាសជាបានមកតាមពូមក នុសិននិងពូឈឹមបានចាក់ចេញផុតអ្នកដែលនៅសេសសល់ចាប់ផ្ដើមបន្លឺឡើងអើយនៅទីនេះមើលទៅមិនសូវជាមានមនុស្សទេហើយក្មេងៗក៏មិនសូវមានច្រើនដែរ ខ្ញុំគិតថាមេយើងគាត់ធ្វើបែបនេះគឺត្រឹមត្រូវហើយមេយើងមុននឹងធ្វើស្អីគាត់ចេះគិតគូរខ្លាំងណាស់
ខ្ញុំជឿជាក់លើមេហើយបើបានមេធ្វើជាប្តីណាខ្ញុំទៅធ្វើបន់ឲ្យបាន100វត្តក្នុងមួយថ្ងៃ បើអត់គាត់ធ្វើប្តីធ្វើបុណ្យមិនបានមែនចាំបាច់អីតើតើបានគាត់មកធ្វើជាប្តីចេះធ្វើបុណ្យទានតើតើនឹកឃើញប្រឹង ណែនាងកុំមកឌៀមដាមឲ្យយើងណានាងប្រកែណាស់អារឿងថាឲ្យយើងមេអត់នៅផងតិចថាយើងទ្រាំបានឥឡូវហើយណាកុំឆ្លោះគ្នាហូបបាយឆ្អែតនឹងបានធ្វើការមហូបទំនងដល់ហើយពួកយើងប្រហែលជាមិនដែលហូបមហូបទាំងអស់នេះទេ ហូបបាយទៅលុះមួយសន្ទុះក្រោយមកនុសិនក៏បានមករកក្រុមការងាររបស់គេវិញ មេមកដល់ល្មមពួកខ្ញុំហូបបាយរួចហើយចាពួកខ្ញុំនឹងទៅធ្វើការមុនហើយមេនៅពិសាបាយចុះខ្ញុំមិនទាន់ឃ្លានទេពួកយើងចាប់ផ្ដើមធ្វើការទៅ មេគាត់ចង់ជួយកុំហាមគាត់ឆាប់មកមេកុំនៅនិយាយច្រើនពេកហើយកុំនិយាយដូចនេះដាក់មេទៅជាមួយគ្នាកុំស្ដាប់អ្នកដទៃនាពេលរាត្រីបានឈានចូលមកដល់ នៅទីនេះពេលយប់ឡើងត្រជាក់ខ្លាំងណាស់សុំតែកុំឲ្យមានភ្លៀងបានហើយវាមិនមានភ្លៀងទេខ្ញុំមើលអូតូនិយមរួចហើយឲ្យវាដូចមាត់ឯងទៅចុះ ខ្ញុំទៅខាងនោះមកផ្លែនឈឺនំណាយកពិលទៅផងងងឹតណាស់ឃើញតែប្រច័ណ្ឌទីយប់នេះគ្មានផ្កាយសំបីតែម្ដងយើងទៅហើយថាចាប់ហើយដាលីងបានទៅរកកន្លែងគួសមស្របពេលជាមួយគ្នានោះនាងបានលឺស្នូសម្រាប់ជើងដើរមករកនាងអ្នកណាជាមនុស្សឬក៏ជាខ្មោចនេះខ្ញុំអត់ខ្លាចទេប្រាប់ឲ្យហើយមកឡងខ្ញុំគឺខ្ញុំឡងទៅវិញហើយ ខ្ញុំតាមិនមែនខ្មោចឯណាទីនេះដាច់ស្រយាលមែនតែពូដែលនៅក្នុងភូមិបានប្រាប់ថាមិនមានខ្មោចលងទេ ឲ្យខ្ញុំជឿយ៉ាងម៉េចបើភូមិនេះមនុស្សមិនសូវច្រើនផង បើអញ្ចឹងតលតភូមិដែលមានមនុស្សច្រើនទើបមានខ្មោចលងហ៎កុំចេះតែគិតអញ្ចឹងមើលយើងគិតល្អធ្វើល្អខ្មោចមិនលងផ្ដេសផ្ដាស់ទេបើខ្មោចនោះលងមែនបានន័យតែខ្មោចនោះអត់ចេះដេកពួនហើយ ម៉ែកុំចេះតែនិយាយឲ្យតែរួចពីមាត់ខ្ញុំសុំពេលធ្វើធរៈផ្ទាល់ខ្លួនម៉ែចេញទៅកុំមកបបួលខ្ញុំនិយាយ ធ្វើធរៈចោះខ្ញុំទៅវិញហើយប្រយ័ត្នសัตว์ល្មុនវាតាមណាយប់ប្រលប់ដូច្នេះមិនអាចមើលឃើញទេ ចាខ្ញុំចេះប្រុងប្រយ័ត្នខ្លួនហើយម៉ែទៅវិញឲ្យលឿនទៅ សិនហើយ នុសិនបានដើរចាក់ចេញទៅដាលីងបានលឺស្នូដូចជាសត្វយំនៅឯក្នុងព្រៃនាងបញ្ចាំងពិលទៅរកកន្លែងដែលបានលឺភ្លាមអូយវាជាសំឡេងស្អីនៅត្រង់ហ្នឹងនៅទីនោះមានមនុស្សដែរអូយខ្ញុំសុំនោមអត់មានបំណងអាក្រក់ទេកុំប្រកាន់ជាមួយខ្ញុំជាមនុស្សនិយាយច្រើនចិត្តច្រើនតែមិនចិត្តខ្មៅទេដាលីងបន្ទាប់ពីបញ្ចប់កិច្ចការរួចនាងក៏បានដើរទៅរកកន្លែងតង់វិញតែបែរជាឃើញតែភ្នក់ភ្លើងមិនឃើញតង់នឹងមនុស្សឡើយគ្រប់គ្នារើតង់ទៅនៅកន្លែងណាអស់ហើយសានីម៉ែទៅណាអស់ហើយអ្នកទាំងអស់គ្នានៅណារត់ចោលខ្ញុំមែនទេឆាប់មកវិញមកកុំលេងបែបនេះកាត់យកអត្រាតអីខ្ញុំមិនសប្បាយអរជាមួយឡើយរំពេចនោះផងដែរមានសត្វស្លាបហើរមកឆាបនាងបណ្ដាលឲ្យនាងដួលទៅលើដីមួយរំពេញគ្រប់គ្នាទៅណាអស់ហើយហេតុអីគ្រប់គ្នារត់ចោលខ្ញុំឆាប់មកវិញមកស្របពេលជាមួយគ្នានោះមានពស់យ៉ាងធំបានលូនមករកនាងហើយក៏បានព័ទ្ធជុំវិញនាងយ៉ាងណែនជួយផងអ្នកគ្រប់គ្នាជួយខ្ញុំផងពស់យ៉ាងធំសម្បើមនោះបានចាប់ផ្ដើមលេបក្បាលដាលីងបន្តិចម្ដងទាល់តែនាងរើលែងរួចស្ងាត់បាត់សំឡេងក្នុងពេលជាមួយគ្នានោះនុសិនបានស្រែកហៅនាង ដាលីងរួចរាល់ហើយនៅនាងនៅទីនេះមួយសន្ទុះធំហើយណាដាលីងធ្វើអីក៏យូរម្លេះដាលីងលើខ្ញុំហៅទេនឹងដាលីង នុសិនបានឃើញដាលីងអង្គុយលើដីដោយយំគោឃុំ ដាលីងកើតអីហ្នឹងមិនក៏មកយំនៅត្រង់នេះអញ្ចឹងដាលីងទៅតង់ពួកយើងវិញទៅពស់បានលេបខ្ញុំវាលេបខ្ញុំបាញ់មិញនេះម៉ែពស់យ៉ាងធំសម្បើមវាបានលេបក្បាលខ្ញុំទៅ គ្
គ្មានរឿងបែបហ្នឹងទេព្រោះនាងនៅទីនេះធម្មតាហ្នឹងអត់មានកើតអីទេយើងទៅតង់យើងវិញទៅដល់ម៉ោងចូលដេកហើយណា នុសិនបាននាំនាងត្រឡប់ទៅកាន់តង់វិញតែម្ដងនាថ្ងៃបន្ទាប់មានខ្យល់ភ្លៀងបក់យ៉ាងខ្លាំងធ្វើឲ្យក្នុងភូមិនៅទីនេះមានការខូចខាតផ្ទះអ្នកភូមិនិងសាលាដែលក្មេងៗរៀនមានថ្នាក់តែ 4-5 ថ្នាក់ប៉ុណ្ណោះពូអ្នកមើលការខុសត្រូវនៅក្នុងភូមិបានបន្លឺឡើងគ្រប់យ៉ាងវាបានបំផ្លិចបំផ្លាញអស់ហើយត្រឹមតែមួយប្រព្រឹត្តភ្នែកទេសាលារៀនរបស់ក្មេងៗក៏មានការខូចខាតជាខ្លាំងដំបូលជញ្ជាំងផ្ទះរបស់អ្នកភូមិក៏ទទួលរងនឹងការខូចខាតដែរខ្ញុំគិតតែខ្ញុំមកដល់ទីនេះហើយខ្ញុំគួរតែជួយអ្វីខ្លះដល់ក្មេងៗនិងអ្នកភូមិដែលរស់នៅទីនេះក្មួយនិយាយពិតមែនអីបានខ្ញុំនិយាយពិតមែនខ្ញុំនឹងតាក់ទងទៅក្រុមការងាររបស់ខ្ញុំឲ្យផ្ដល់ជាងជួសជុលនិងសម្ភារៈសម្រាប់ប្រើប្រាស់ជាពិសេសគឺសម្ភារៈសម្រាប់ក្មេងៗរៀនសូត្របើដូច្នេះចាំពូនាំក្មួយទៅមើលកន្លែងដែលរងនឹងការខូចខាតណាបាទពូឈឹមបាននាំនុសិនទៅកន្លែងដែលមានការរងការខូចខាតទាំងនោះតែម្ដងនុសិននិងពូឈឹមបានមកដល់កន្លែងរៀនរបស់ក្មេងៗទីនេះជាកន្លែងដែលក្មេងៗរៀននៅទីនេះគឺឆ្ងាយពីគេពីឯងណាស់អ្នកផ្សេងគេចូលមកដល់ហើយក៏សម្រេចចិត្តចាកចេញពីទីនេះវិញក្មួយឯងអាចសង្កេតមើលបានថាតំបន់ទាំងនេះស្ថិតនៅក្នុងស្ថានភាពបែបណាខ្ញុំនឹងក្រុមការងារនឹងជួសជុលកន្លែងដែលបាក់បែកនេះឲ្យល្អស្អាតឡើងវិញដែលក្មេងៗអាចចាត់ទុកទីនេះជាសាលាអាចទទួលបានចំណេះដឹងបានសូមអរគុណក្មួយៗគ្រប់គ្នាដែលមានចិត្តសប្បុរសជាមួយនឹងពួកយើងដែលរស់នៅទីនេះអ្វីដែលខ្ញុំអាចជួយបានខ្ញុំនឹងជួយឲ្យអស់ពីចិនបាទណែពូអរគុណជំនួសអ្នកភូមិគ្រប់គ្នាផងណាដែលក្មួយបានជួយពួកយើងដែលនៅទីនេះដែលជាតំបន់មួយដែលមិនសូវមានអ្នកណាមកទេលុះដល់ថ្ងៃបន្ទាប់សម្ភារៈជាច្រើនបានមកដល់ក្នុងភូមិនេះព្រមជាមួយជាងដែលនុសិនបានតាក់ទងទៅរួចគ្រប់គ្នាបានជួយគ្នាជួសជុលកន្លែងដែលក្មេងៗរៀននារសៀលបន្ទាប់ពីចែកសម្ភារៈប្រើដល់អ្នកភូមិរួចរាល់ពួកគេក៏បានមកតង់វិញហើយបានដេកនៅក្នុងតង់ដាលីងគិតនៅក្នុងចិត្តភ្លាមយប់នោះវាជាការយល់សប្តិរបស់ខ្ញុំឬមានអ្វីកើតឡើងមានពស់យ៉ាងធំនិងសត្វស្លាបទៀតផងវាគួរឲ្យខ្លាចណាស់ដែលពស់នោះលេបខ្ញុំតែមេខ្ញុំបានទៅជួយខ្ញុំសង្ស័យតែមេខ្ញុំលេងអំពើស្អីមកលើខ្ញុំតែម្ដងនាពេលយប់យន់មកដល់អ្នកទាំងអស់គ្នាអង្គុយនៅពីមុខភ្នក់ភ្លើងដាលីងពីម្សិលមិញឯងកើតអីមិនក៏ឯងញ័រខ្លួនទៅត្រើកដូចជាកូនសัตว์អញ្ចឹងខ្ញុំក៏ចង់ដឹងដែរថាកើតអីចំពោះឯងវាមិនកើតអីទេតែវាជាការស្មើសម័យដែលខ្ញុំខ្លាចវាមិនមែនជាការពិតឡើយអាចថាជាការឆ្ពិនភ្នែកមួយដែលគេធ្វើឡើងដើម្បីបន្លាចខ្ញុំនរណាគេដែលចង់ធ្វើបាបឯងខ្ញុំក៏មិនដឹងតែខ្ញុំនឹងសងសឹកវិញចាំតែមើលទេគង់តែដឹងគ្នាទេបានហើយពួកយើងឆាប់ចូលដេកទៅដើម្បីស្អែកបានក្រោកពីព្រឹកផងចាមេជាទីស្រឡាញ់អញឥឡូវចេះស្រឡាញ់មេទៀតខ្ញុំចេះតែនិយាយលេងទេអត់អារម្មណ៍ខ្ញុំមានអារម្មណ៍ខ្លាំងហើយមើលទៅបានចេញនិយាយដូចនេះនោះខ្ញុំចូលដេកហើយថាហើយគ្រប់គ្នាបានចូលទៅក្នុងតង់រៀងខ្លួនហើយនៅទីបំផុតក៏មកដល់ថ្ងៃដែលពួកគេត្រូវចាក់ចេញអ្នកភូមិក៏បានមកជូនដំណើររថយន្តដែលកំពុងតែបរចាក់ចេញទៅយឺតទាំងមិនដាច់អាឡ័យមកដល់ផ្ទះវិញនុសិនបានចូលទៅក្នុងបន្ទប់យ៉ាងលឿនតើវាជាស្អីទៅមិនក៏ធ្វើឲ្យដាលីងខ្លាចដល់ថ្នាក់នោះវាជាវិជាអីទៅឬជាការឆ្ពិនភ្នែកដែលធ្វើឡើងក្នុងការបំភ័យនរណាម្នាក់ខ្ញុំគ្រាន់តែចាក់ភ្លេងសម្លេងសัตว์សាហាវសងមិនក៏ដាលីងស្រែកថាពោះខ្ញុំគ្រាន់តែចាក់សម្លេងក្នុង YouTube អន្តាប្រហែលជានាងជាមនុស្សដែលប៉ិនខ្លាចហើយបានខ្លាចទៅជាអញ្ចឹងនោះនាថ្ងៃបន្ទាប់
គ្រប់គ្នាបានត្រឡប់មកធ្វើការនៅក្នុងការិយាល័យវិញគម្រោងដែលពួកគេបានធ្វើនៅតំបន់ដាច់ស្រយាលក៏ត្រូវបានបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមផងដែរពលរំបានន័យថាដល់គូមែនទេខ្ញុំអាចនឹងដល់គូពិតមែនតើអ្នកណាដែលជាគូព្រេងរបស់ខ្ញុំស្របពេលជាមួយគ្នានោះសំឡេងរបស់នុសិនបានបន្លឺចេញពីក្នុងការិយាល័យរបស់គេ ដាលីងមកជួបខ្ញុំបន្តិចខ្ញុំមានរឿងចង់និយាយជាមួយ ដាលីងបានចូលទៅក្នុងបន្ទប់ធ្វើការនុសិនភ្លាមម៉ែមានការអីជាមួយខ្ញុំចង់ប្រាអីខ្ញុំមែនទេ ថ្ងៃនោះនាងកើតអីនាងថាមានពង ពោះវារំខ្ញុំបានន័យថាដល់គូហើយខ្ញុំកំពុងតែរងចាំមែលគូព្រេងរបស់ខ្ញុំផងម៉ែមានឃើញគូព្រេងខ្ញុំទេ ខ្ញុំមិនបានឃើញទេតែយប់នោះខ្ញុំបានចាក់ភ្លេងបន្លាចនាងចង់ធ្វើឲ្យនាងខ្លាច ការពិតជាមែនទេមិនក៏លេងអត់ចេះគិតអញ្ចឹងខ្ញុំសម័យឃើញពោះហើយគិតថាខ្ញុំអាចនឹងដល់គូហើយនេះធ្វើឲ្យខ្ញុំខកចិត្តអស់បាទដូច្នេះមែនបានន័យថាខ្ញុំមិនអាចដល់គូនោះទេពិតជាកម្មមែនមកធ្វើការជាមួយមេបែបនេះ ខ្ញុំសុំទោសដែលខ្ញុំធ្វើឲ្យនាងស្មើសម័យផ្ដេសផ្ដាស់តែបែបនេះទៅខ្ញុំនេះនឹងខ្លាចជាគូព្រេងរបស់នាងបានទេចាត់ទុកតែខ្ញុំសងប៉ះទៅទៅចុះខ្ញុំនឹងទទួលខុសត្រូវចំពោះអារម្មណ៍ដែលនាងខូចខាតព្រោះវាជាលើកទី1ហើយដែលខ្ញុំធ្វើបាបគេហើយមានអារម្មណ៍ថាមិនស្រួលសោះនៅមិនសនុកទេដូច្នេះលើកលែងឲ្យខ្ញុំផងទៅបានទេ បានតែមេត្រូវតែឡើងប្រាក់ខែឲ្យខ្ញុំជាមុនសិនហើយរឿងផ្សេងទៀតខ្ញុំសូមពិចារណាតាមក្រោយសិនខ្ញុំនឹងផ្ដល់ចម្លើយដល់មេវិញ បានខ្ញុំនឹងតម្លើងប្រាក់ខែឲ្យនាងហើយក៏គួរតែគិតថាយកខ្ញុំធ្វើជាគូព្រេងរបស់នាងផងដែរទៅកុំឲ្យខ្ញុំមានអារម្មណ៍កាន់តែខុសជាងនេះចំពោះនាងផ្ដល់ការលើកទឹកចិត្តឲ្យខ្ញុំផងណា ចាខ្ញុំនឹងពិចារណារឿងនេះមេ បាន នុសិនមានអារម្មណ៍ថាខុសដែលបានទៅធ្វើបាបលើដាលីងតែនាងបែរជាគិតថាវាជាគូព្រេងដោយធ្វើការពិចារណាជាមួយនុសិនរហូតដល់5ខែទើបផ្ដល់ចម្លើយមកកាន់នុសិនវិញដោយការសាកល្បងផ្សះផ្សាទំនាក់ទំនងជាមេនិងកូនចៅមុននឹងតាក់ទងគ្នាជាដៃគូ